បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនវិលមកសាជាថ្មីពាក់ព័ន្ធជាមួយការចាំមន់ស្រែខានចេញវីដេអូយូរថ្ងៃហើយថ្ងៃនេះនិយាយពីវីដេអូមុនណាធ្លាប់ចេញអំពីវីដេអូកាលខែ2មានភ្លៀងធ្លាក់មួយមេឥឡូវមានភ្លៀងធ្លាក់មួយមេទៀតណាអញ្ចឹងរំលឹកដល់ពុកម៉ែបងប្អូនយើងពាក់ព័ន្ធជាមួយនឹងការភ្លៀងដំបូងណាចឹងបងប្អូនយើងធ្វើវិធានការការពារតន់អត់អីអត់ការពារអត់តន់ទៅហើយហ្មងណានៅពេលដែលភ្លៀងធ្លាក់ដំបូងកាលខែ2ខ្ញុំធ្លាប់ចេញហើយខ្ញុំលើកយកពាក្យតំណមកពាក្យណាមកឃ្លាណាមិនមែនមកពាក្យទេមកឃ្លាដែលពុកម៉ែបងប្អូនយើងចំណាំតែនិយាយថាភ្លៀងដំបូងឈួលដីងាប់មន់ងាប់ទីអស់ចឹងខ្ញុំធ្លាប់ចេញវីដេអូកាលពីខែ2ពាក់ព័ន្ធជាមួយនឹងពាក្យមួយឃ្លាហ្នឹងណាចឹងខ្ញុំបាននិយាយនៅក្នុងវីដេអូចាស់ក៏និយាយចឹងវីដេអូថ្មីនេះក៏និយាយចឹងចង់ឲ្យពុកម៉ែបងប្អូនយល់ថាវាជាពាក្យតំណទេប៉ុន្តែបើការអនុវត្តយើងអត់អាចយកអាហ្នឹងជាគោលថាឲ្យតែខែភ្លៀងមន់ងាប់ឲ្យតែភ្លៀងដំបូងមន់ងាប់ទាងាប់អត់ទេអញ្ចឹងចុះគេចិញ្ចឹមច្រើនកឋានអីគេជឿទៅលើរឿងអស់ហ្នឹងគេឡើងហ៊ានចាំបាត់ហើយបងប្អូនអញ្ចឹងមិនមែនទេណាបងប្អូនណាគឺជាពាក្យតំណណាឲ្យតែភ្លៀងដំបូងឈួលដីងាប់មន់ងាប់ទាហ្នឹងជាពាក្យតំណចាស់បុរាណគាត់និយាយអញ្ចឹងណាហើយធៀបពិតមេរោគដែលនៅក្នុងដីហ្នឹងវាពួនសង្ងំយូរហើយប្រហែលខែមកហើយដែលអត់ភ្លៀងអញ្ចឹងនៅពេលដែលភ្លៀងដីវាត្រជាក់អញ្ចឹងវាចាប់ផ្ដើមចេញមកក្រៅបានអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់លើកទឹកចិត្តឲ្យពុកម៉ែបងប្អូនមុននឹងលែងមន់ចេញក្រៅបាចកបោសហើយមួយវិញទៀតសុំឲ្យមានពលឺថ្ងៃសិនចាំលែងមន់ណាឲ្យមានពលឺថ្ងៃកន្លះម៉ោង1ម៉ោងអីចាំប្រឡែងមន់ណាអញ្ចឹងក៏ជាវិធានការទប់ស្កាត់នៅជំងឺទាំងអស់នោះបានដែរណាអញ្ចឹងបងប្អូនជឿទៅលើពាក្យតំណថាវាឈួលដីវាអត់អាចគ្រាន់តែឈួលដីនឹងមន់ទាយើងងាប់ទេប៉ុន្តែគឺជាមេរោគទៅវិញទេណាបងប្អូនណាមេរោគដែលពួនសង្ងំនៅក្នុងដីជ្រៅប្រមាណខែហ្នឹងគឺវាចាប់ផ្ដើមងើបមកលើបានដោយសារអីពេលភ្លៀងទៅដីវាត្រជាក់ណាដីត្រជាក់វាអាចចេញមកក្រៅបានអញ្ចឹងជាឱកាសរបស់វាណាជាឱកាសរបស់វាអាចចេញមកក្រៅបានមកបៀតបៀនមកយាយីមន់របស់យើងបានណាអញ្ចឹងនេះក្នុងវីដេអូនេះជាការក្រើនរំលឹកដល់បងប្អូនយើងកុំឲ្យដើរផ្លូវចាស់មានន័យថាកុំឲ្យអត់អភិវឌ្ឍចំណេះដឹងខ្លួនឯងអត់អភិវឌ្ឍការចិញ្ចឹមរបស់ខ្លួនឯងអត់ផ្លាស់ប្ដូរអញ្ចឹងយើងបដូរទម្លាប់ចិញ្ចឹមរបស់យើងពីបុរាណមកយើងចិញ្ចឹមតាមបច្ចេកទេសបានរស់បើយើងចង់ចិញ្ចឹមតាមបែបបុរាណរស់ដែរតែក្រោម50មាន់បងប្អូនចិញ្ចឹមចុះអត់អីទេអត់បញ្ហាទេណាតែបើបងប្អូនចិញ្ចឹមច្រើនធ្វើវិធីហ្នឹងក្បួនហ្នឹងអត់នៅទេណាអញ្ចឹងមាន់ត្រង់នេះចេញក្រៅខ្លះហើយលក់ខ្លះហើយបងប្អូនធ្លាប់ឃើញធ្លាប់តាមដានវីដេអូខ្ញុំពីមុនមកណែនណាបងប្អូនណាណែនត្រង់នេះណែនក៏ទៅខ្ញុំដាក់លើសស្តង់ដាលើសដងស៊ីតេណាដងស៊ីតេត្រូវដាក់បានតែ180មាន់ទៅ200មាន់ទេត្រង់នេះប៉ុន្តែខ្ញុំដាក់ដល់300ដោយសារអីដាក់លើសថ្ងៃឡើងអញ្ចឹងបងប្អូនណាអាណាទៅក្រៅទៅអាណាគេនៅក្នុងត្រង់ទៅដោយសារមន់យើងលែងអញ្ចឹងទៅបិទតែដងស៊ីតេ6ទៅ8ក្បាលក្នុង1ម៉ែត្រការ៉េប៉ុន្តែការគុណដងស៊ីតេនោះគឺគេគុណសម្រាប់មន់នៅក្នុងត្រង់សុតមន់អត់លែងចេញក្រៅណាគេគុណបែបហ្នឹងជិះវៀងមន់ចឹកគ្នាគេគុណ6ទៅ8ក្បាលហ្នឹងណាបងប្អូនអញ្ចឹងខ្ញុំដាក់300ដោយសារមានវាលសម្រាប់លែងឲ្យវាចេញក្រៅបងប្អូនណានេះទីវាលសិតតែស្មៅស្អីហ្នឹងស៊ីរិចអស់ហើយបងប្អូនណាអញ្ចឹងវាអាចចេញក្រៅបានវាអត់ជាបញ្ហាពាក់ព័ន្ធជាមួយដងស៊ីតេទេវាយប់ឡើងវាចូលមកដេកហើយវាអត់គិតរឿងចៀតទេហើយបើថ្ងៃឡើងយើងលែងបញ្ហាបាត់ហើយលែងជាបញ្ហារឿងចៀតដងស៊ីតេបាត់ហើយអញ្ចឹងវិលត្រឡប់មកវិញពាក់ព័ន្ធជាមួយនឹងប្រធានបទយើងក្នុងវីដេអូនេះពាក់ព័ន្ធជាមួយនឹងការធ្លាក់ភ្លៀងដំបូងអញ្ចឹងធ្លាក់ភ្លៀងដំបូងពុកម៉ែបងប្អូនយើងព្រួយបារម្ភគ្រប់គ្នាណាអញ្ចឹងដើម្បីជាកន្លឹះតិចតួចចែកជូនដល់បងប្អូនយើងបន្តទៀតដើម្បីកុំឲ្យមានការព្រួយបារម្ភចំពោះការចិញ្ចឹមមាន់
ចំពោះការភ្លៀងដំបូងហ្នឹងអញ្ចឹងយើងមានវិធានការ2ចំណុចហ្នឹងទី1យើងតាមដានអូតូនិយមថាវាអាចនឹងភ្លៀងក្នុងចន្លោះពីថ្ងៃទីប្រហែលទៅថ្ងៃទីប្រហែលបងប្អូនបាចកបោសតាមបរិវេណតាមក្នុងទ្រុងអីបងប្អូនបាចឲ្យហើយទៅនៅពេលដែលភ្លៀងមកដីត្រជាក់មេរោគចេញមកគឺត្រូវបានកម្ចាត់ដោយកបោសហ្នឹងអញ្ចឹងវាអត់អាចមកបៀតបៀនមន់យើងបានទៀតទេបើមានក៏មានតិចតួចដែរមានន័យថាចន្លោះខ្វះខាតកន្លែងខ្លះកបោយើងបាចទៅអត់សពវាមាន1 2ណាមន់ខ្ញុំក៏អញ្ចឹងដែរវាមាន1 2អញ្ចឹងវាមានករណីថាវាដើរទៅចំមកកន្លែងអត់មានកបោសហ្នឹងវាចំកន្លែងអត់មានកបោសមេរោគនៅរស់ពេលវាទៅមេរោគទុំលើខ្លួនវាចូលក្នុងខ្លួនវាធ្វើឲ្យវាឈឺអញ្ចឹងវាអាចឈឺ1 2អញ្ចឹងប៉ុន្តែបើឲ្យព្រុសទៅដោយបងប្អូនយើងចាស់ពីដើមហ្នឹងឲ្យទៅភ្លៀងដំបងឈួលដីមន់ងាប់ទៅព្រុសអស់អត់ទេណាបងប្អូនតាមពិតវាមិនមែនជាកត្តាឈួលដីដូចបងប្អូនយើងនិយាយពីដើមទេគឺជាមេរោគតែបងប្អូនយើងអត់យល់ណាធម្មតាមេរោគទាំងអស់ហ្នឹងឲ្យតែក្តៅខ្លាំងវាអត់អាចនៅដីស្រទាប់លើទេវារុកទៅក្រោមហើយដល់ពេលដែលភ្លៀងត្រជាក់ដីវាចាប់ផ្ដើមចេញមកវិញហើយអញ្ចឹងនៅក្នុងវីដេអូនេះបញ្ជាក់ជូនពុកម៉ែបងប្អូនយើងប៉ុណ្ណឹងខ្ញុំរវល់ដែរទៅអញ្ចឹងអរគុណសម្រាប់ការតាមដានហើយព្យាយាមចែកម្លែកជូនពុកម៉ែបងប្អូនយើងបន្តទៀត